មុខងារនៃការគ្រប់គ្រងទុនធានមនុស្សចឹងមុខងារនៃការគ្រប់គ្រងទុនធានមនុស្សអាចមានជាសង្ខេប8ហើយសភៅខ្លះអាចមានច្រើនជាងហ្នឹងបាទនេះគឺជាមុខងារសំខាន់នៃការគ្រប់គ្រងទុនធានមនុស្សចឹងមុខងារទី1ពាក់ព័ន្ធនឹង job analysis បាទការវិភាគការងារចឹងការវិភាគការងារហ្នឹងពាក់ព័ន្ធនឹងការពិនិត្យមើលទៅលើការងារដែលបុគ្គលិកត្រូវបំពេញបាទទៅសេចេញជា JD ជា job description បាទត្រាំបំពេញការងារហើយនឹងលក្ខណៈសម្បត្តិរបស់បុគ្គលិកដែលត្រូវបំពេញការងារហៅ job specification បាទអញ្ចឹងមកគាត់ត្រូវការធ្វើផ្នែក accounting តើគាត់ត្រូវធ្វើអីខ្លះបាទឬ IT ពិនិត្យមើលតើគាត់ត្រូវមានតួនាទីខ្លះពាក់ព័ន្ធនឹង IT ហ្នឹងហើយតើលក្ខណៈសម្បត្តិរបស់បុគ្គលិកដែលមកពេញការងារហ្នឹងគាត់ត្រូវមានជំនាញអីគេគាត់ត្រូវមានសញ្ញាបត្រអីគេដើម្បីធ្វើការងារដែលយើងបានពិនិត្យមើលហ្នឹងគេហៅថា job analysis ហើយមុខងារទី2គឺ workforce planning ពាក់ព័ន្ធនឹងការធ្វើផែនការworkforce បាទគឺកម្លាំងពលកម្មបុគ្គលិកដែលយើងត្រូវការសម្រាប់អង្គភាពអាចត្រូវការ3អ្នកបន្ថែមអាចត្រូវការ10អ្នកបន្ថែមផ្នែកmarketing ផ្នែក admin ឬក៏ផ្នែកអីគេបាទតាមការពិនិត្យមើលទៅលើតម្រូវការរបស់អង្គភាពដើម្បីសម្រេចគោលដៅដែលអង្គភាពចង់បានអាចពេលខ្លះត្រូវការបន្ថែមពេលខ្លះត្រូវការកាត់បន្ថយទៅតាមគោលដៅសកម្មភាពរបស់ក្រុមហ៊ុនឬក៏អង្គភាពមុខងារទី3ពាក់ព័ន្ធនឹងការ recruitment and selection បាទការបង្កើតជ្រើសរើសបុគ្គលិកហើយនឹងការជ្រើសរើសបុគ្គលិកឲ្យមកបំពេញការងារទៅតាមលក្ខណៈសម្បត្តិត្រូវជាមួយនឹងការងារដែលយើងចង់រើសចង់បង្កើតរើសផ្នែក IT គាត់ត្រូវមានអីខ្លះហើយយើងត្រូវមាន process ត្រូវមានដំណើរការនៃការរើសទៅតាមគោលការណ៍របស់ក្រុមហ៊ុនតែបានសរសេរemployee and training and development បាទការបន្តវេនហើយនឹងការអភិវឌ្ឍបាទអញ្ចឹង HR គេត្រូវមានកម្មវិធីក្នុងការបន្តវេនក្នុងការអភិវឌ្ឍបុគ្គលិកដើម្បីឲ្យគាត់មានសមត្ថភាពក្នុងការបំពេញការងារដែលបានបុគ្គលជួលឲ្យគាត់ហើយមុខងារសំខាន់មួយទៀតគឺពាក់ព័ន្ធនឹង appraisal performance appraisal គឺពាក់ព័ន្ធនឹងការវិតម្លៃនៃសមត្ថភាពការងាររបស់បុគ្គលិកបាទតើគាត់ធ្វើការបានល្អអត់អ្វីខ្លះដែលគាត់ត្រូវបំពេញតើមិនកែបគាត់មានកែបអីគេគាត់ត្រូវការជំនាញអីបន្ថែមទៀតក្នុងការបំពេញការងារដែលគាត់កំពុងធ្វើទៅ appraisal អាចធ្វើមួយឆ្នាំម្ដងជាទូទៅ compensation and benefit ពាក់ព័ន្ធនឹងការតបស្នងហើយនឹងផលប្រយោជន៍ដែលបុគ្គលិកត្រូវទទួលបានអញ្ចឹង HR ត្រូវរៀបចំជា pay scale បាទអត្រានៃការផ្ដល់ផលប្រយោជន៍គាត់ជាប្រាក់ខែគូប្រាក់ខែបន្ថែមទៀតជាសុខភាពជាអីទៅតាមគោលការណ៍របស់ក្រុមហ៊ុនបាទត្រូវរៀបចំជា policy ហើយអាចមានជា benefit បន្ថែមទៀតឬក៏បុគ្គលិកដែលមានស្នាដៃត្រូវទទួលបានសរសើរត្រូវទទួលបានមេដាយទៅតាមគោលការណ៍ដែលបានកំណត់ health and safety ពាក់ព័ន្ធនឹងមុខងារពាក់ព័ន្ធសុខភាពនិងសុវត្ថិភាពបាទជាមុខងារមួយដ៏សំខាន់ដែរគឺធ្វើម៉េចឲ្យបុគ្គលិកគាត់មានសុខុមាលភាពក្នុងការមកពេញការងារពេលគាត់មកពេញការងារគាត់មានបញ្ហាសុខភាពត្រូវមានការជួយគាត់បៀបម៉េចជា health insurance ជាការជួយprovident fund ឬក៏ផលប្រយោជន៍ផ្សេងទៀតបាទអញ្ចឹងសុវត្ថិភាពពាក់ព័ន្ធនឹងsafety របស់គាត់បាទអញ្ចឹងគាត់ធ្វើការនៅកន្លែងគ្រោះថ្នាក់ត្រូវមានប្រដាប់ការពារមានជាខ្សែក្រវ៉ាត់របស់គាត់ឡើងខ្ពស់បាទមានម៉ាស់មានវ៉ាន់តាពាក់នៅពេលដែលគាត់ធ្វើការដែលប៉ះពាល់ទៅលើតិចអីចឹងបាទអញ្ចឹងត្រូវរៀបចំធ្វើម៉េចការពារសុខភាពនិងសុវត្ថិភាពបុគ្គលិកនៅពេលដែលគាត់បំពេញការងារ relationship management បាទជាមុខងារមួយដែលពាក់ព័ន្ធនឹងការជួយសម្របសម្រួលបាទរវាងផ្នែកមួយបាទឲ្យគាត់អាចធ្វើការរួមគ្នាបានធ្វើការជាមួយគ្នាបានប្រកបដោយបរិយាកាសវិជ្ជមានបង្កើតជាយន្តការក្នុងការដោះស្រាយបញ្ហាបង្កើតជាយន្តការក្នុងការទំនាក់ទំនង
ធ្វើម៉េចឲ្យមានការតំណែងល្អនៅក្នុងក្រុមរបស់បុគ្គលិកដែលបំពេញការងារនឹងជា HR function បើអត់មាន HR department ទេគឺ manager តាមផ្នែកមួយៗហ្នឹងដែលតួនាទីជា HR